ចំពោះសង្គមជាតិប៉ុន្តែយើងទាំងអស់គ្នាគ្រាន់តែថាញាតិញោមកណាម្ចាស់គ្រប់ព្រះអង្គប៉ុន្តែអត់បានធ្វើប៉ុណ្ណាអត់បានសម្ដែងប៉ុន្តែសម្ដេចព្រះព្រំរតនមុនីជាម្ចាស់នេះបានដឹកនាំនៅក្នុងមង្គលសូត្រទាំង38ប្រការក្នុងប្រការមួយថាភាវៈនៃបុគ្គលអ្នកដឹងនៅឧបការៈដែលអ្នកដតីបានធ្វើឲ្យដល់ខ្លួនហើយធ្វើតបវិញជាមង្គលដល់ដំនេះញាតិញោមបងអញ្ចឹងណាកាលណាយើងបាននឹកឃើញដឹងរលឹកថាអ្នកដឹងជាអ្នកមានគុណអញ្ចឹងយើងបានធ្វើតបវិញនឹងឈ្មោះថាយើងនឹងជាបុគ្គលកតញ្ញូកតវេទីនឹងហើយជួនកាលកន្លែងខ្លះយើងយល់មិនដល់ការគ្រោះតែការគោរពហ្នឹងការគោរពតែយល់មិនដល់ខ្ញុំកណាអាត្មាភាពបានលះបង់ការាវាសសម្បត្តិណាមកចូលបួសជាបព្វជិតក្នុងពុទ្ធសាសនាមួយរូបហើយបានស្វែងរកការសិក្សាធម៌វិន័យនាំកន្លែងខ្លះពីបបកាលដែលយើងរំដោះឆ្នាំ1900ថ្ងៃ7មករាឆ្នាំ1979ភ្លាមរដ្ឋរបស់យើងណារដ្ឋរបស់យើងប្រញាប់ប្រញាល់ប្រមូលអតីតបព្វជិតដែលសេសសល់ពីការធ្វើកុដរបស់បនប្រឡាយពូជសាសន៍ប៉ុលពតហើយឲ្យចូលមកបួសក្នុងពុទ្ធសាសនមណ្ឌលនេះវិញដើម្បីជួយផ្សព្វផ្សាយនៅចំណេះដឹងទាំងអស់នេះឲ្យបានជ្រួតជ្រាបដល់ពុទ្ធបរិស័ទប្រជាពលរដ្ឋដែលសេសសល់ពីការស្លាប់ញាតិញោមហ្នឹងណាអញ្ចឹងកាលនោះសម្ដេចជាអម្ចាស់ណាព្រះព្រំរតនមុនីជាអម្ចាស់ក៏ជាបព្វជិតជាវធេរៈមួយព្រះអង្គដែលបានបួសណាចាស់ភាសាអញ្ចឹងដឹងរឿងហ្នឹងណាចូលមកបួសកន្លែងខ្លះទេសនាក្រេ2ក្រេ3ក្រេ5ហ្នឹងហើយនិយាយពីក្បួនច្បាប់ទេសនានោះខ្ញុំកណាអាត្មាធ្លាប់ជួបផ្ទាល់ហ្នឹងកំពីក្រេ2កំពីក្រេ3អីហ្នឹងកន្លែងខ្លះប្រកាន់ថាឲ្យតែភិក្ខុអានឲ្យភិក្ខុមើលដោយបត្រៃបៃដកអីចឹងឲ្យតែភិក្ខុមើលសាមណេរអត់អាចមើលបានទេនេះទៅអញ្ចឹងវិញទៅញោមហ្នឹងហើយតែសាមណេរអត់អាចមើលបានទេតើភិក្ខុបានមើលបានដោយបាតតែមកភិក្ខុបាតតែមកអញ្ចឹងនៅសាមណេររៀនអត់បានទេដល់ឡើងជាភិក្ខុបានរៀនទន្ទិញបាននេះប្រការប្រកាន់នេះអញ្ចឹងហ្នឹងការប្រកាន់អញ្ចឹងអាហ្នឹងបញ្ចូលនៅក្នុងឧបាទានទាំង4នោះណាកាមុបបាទានទិដ្ឋុបាទានសីលពតតុបាទានអត្តវាទុបាទាននឹងឧបាទានការប្រកាន់មមក្នុងរូបសម្លេងក្លិនរសការប្រកាន់មមក្នុងការយល់ខុសនឹងសីលពតបរាមេសៈការប្រកាន់ការធ្វើអីនឹងតាមទំនៀមទម្លាប់អ្វីដែលយើងធ្លាប់ធ្វើមកនឹងតគ្នាមកប្រកាន់ណាទោះបីជាការងារនឹងវាខុសឆ្គងវាមិនត្រឹមត្រូវអីម៉េចក៏ធ្វើតាមហ្នឹងធ្វើតាមហ្នឹង
លើកកម្ពស់ខ្លួននឹងថាការធ្វើនឹងត្រឹមត្រូវអីចឹងទៅចឹងសម្ដេចព្រះសង្ឃរាជជោទញ្ញាណោជួនណាតរួមជាមួយនឹងក្រុមជំនុំបត្រៃបីដកអ្នកប្រាជ្ញខ្មែរយើងទាំងអស់ចឹងហើយបានមានសម័យបុព្វកាលមានពាក្យថាធัวចាស់ធัวថ្មីចឹងណាបុរាណសម័យយើងកើតមិនតាន់ទេញោមណាសម្ដេចព្រះព្រហ្មរតនមុនីជាម្ចាស់កើតតាន់ហើយរឿងហ្នឹងនោះហ្នឹងហើយកើតតាន់ហើយបុរាណសម័យធัวចាស់ធัวថ្មីចឹងសម្ដេចព្រះសង្ឃរាជជាជោទញ្ញាណោជួនណាតជាអម្ចាស់ខំប្រឹងប្រែងជាយាមសិក្សារៀនសូត្រនឹងអ្នកប្រាជ្ញទាំងអស់ពីបុព្វកាលចំនួនដើមហ្នឹងណាថាពាក្យព្រានបដៅរបស់ព្រះពុទ្ធមិនមានថ្មីមិនមានចាស់ទេហ្នឹងហើយអត់មានថ្មីមានចាស់ទេតែយើងមនុស្សទេតើដែលប្រកាន់ថាចាស់តែថ្មីនោះព្រោះអីនៅក្នុងអកុសលកម្មបត្តិទាំង10ណាការប្រព្រឹត្តខុសឆ្គងដោយកាយហៅថាកាយទុច្ចរិតប្រព្រឹត្តល្អដោយកាយទៅហៅថាកាយសុចរិតការប្រព្រឹត្តខុសឆ្គងដោយវេចាការប្រព្រឹត្តល្អដោយវេចាហៅថាកាយសុចរិតទៅប្រព្រឹត្តខុសហៅថាវចីទុច្ចរិតទៅប្រព្រឹត្តខុសដោយវេចាហៅថាវចីទុច្ចរិតហើយដល់ប្រព្រឹត្តត្រូវដោយវេចាហៅថាវចីសុចរិតទៅណាហ្នឹងអកុសលដែលប្រព្រឹត្តទៅតាមផ្លូវចិត្តក៏អញ្ចឹងកាលណាបើប្រព្រឹត្តខុសឆ្គងដោយចិត្តទៅហៅថាមโนទុច្ចរិតហើយបើប្រព្រឹត្តត្រូវដោយចិត្តទៅហៅថាមโนសុចរិតអញ្ចឹងអត់មានចាស់អត់មានថ្មីទេហ្នឹងអញ្ចឹងសម្ដេចខំប្រឹក្សាប្រឹងប្រែងសិក្សារៀនសូត្រចេះដឹងទៅក៏ធ្វើឲ្យការប្រកាន់ទាំងអស់ហ្នឹងរៀងធូរស្រាលស្បើយធូរស្បើយប៉ុន្តែអត់ចប់ទេណាញាតិញោមអត់ចប់ទេប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះមិនអីទេនឹងដោយហេតុអ្វីដោយយើងបានសិក្សារៀនសូត្រណាតាមគម្ពីរដីកាមានគម្ពីរបត្រៃបៃដកដែលជាពាក្យព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធទាំង 84000 បឋមខណ្ឌហ្នឹងហើយក្រុមជំនុំបត្រៃបៃដកនោះមានសម្ដេចព្រះសង្ឃរាជជោទញ្ញាណោជួនណាតជាអម្ចាស់ជាដើមនិងបុព្វការីជនយើងទាំងអស់អ្នកប្រាជ្ញខ្មែរទាំងអស់ចងក្រងទុកណាទាំង110ភាគហ្នឹងទាំង110ភាគហ្នឹងបានសម្ដីថាទាំងខាងព្រះវិន័យទាំងខាងប្រសូតណាទាំងខាងព្រះអភិធម្មនឹងទុកឲ្យយើងទាំងអស់គ្នាហ្នឹងបើសាសនាជាយើងស្រឡាញ់យើងគោរពមែនណាយើងទាំងអស់គ្នាខំប្រឹងប្រែងសិក្សារៀនសូត្រទាំងអស់គ្នាអ្នកណាចេះតិចណាជួយបង្រៀនអ្នកមិនចេះសោះទៅអ្នកណាចេះច្រើនជួយបង្រៀនអ្នកចេះតិចហ្នឹងទៅហើយរួបរួមសាមគ្គីគ្នាគោរពហើយបើនឹករលឹកឃើញដល់គុណរបស់សម្ដេចជាអម្ចាស់ពិតមែនធ្វើតាមណាដោយអ្វីដែលសម្ដេចព្រះព្រហ្មរតនមុនីពិនសែនជាអម្ចាស់បានដឹកនាំនាថ្ងៃនេះថ្ងៃស្អែកនិងគ្រប់ពេលវេលាកន្លងមកដែលសម្ដេចដឹកនាំហ្នឹងណានេះជាគំរូវីរភាពមួយទុកឲ្យកូនខ្មែរគ្រប់ចំនួនទាំងអស់តាំងពីបច្ចុប្បន្ននេះទៅឲ្យដឹងនឹករលឹកឃើញទាំងអស់គ្នានឹកឃើញនៅឧបការៈគុណរបស់សម្ដេចនិងបុព្វការីជនរបស់យើងទាំងអស់គ្នានឹងក្នុងវេលាគ្រានេះខ្ញុំគណៈអាត្មាភាពបានទទួលភារៈសម្ដែងពធទេសនាវេលាគ្រានេះសូមដកស្រង់លើកយកនៅសេចក្តីចម្រើនដោយគុណ3ប្រការមកសម្ដែងទី1ជាតិវុទ្ធគុណទី2វយៈវុទ្ធគុណនិងទី3គុណវុទ្ធ
năng vô vô cún thằng bay nó một sầm đầy nộp nông về liệt cái này ti muôi chiết tại vật thực cún sầm đào vô sạch đây chìm ra đòi chiết đòi tập côn đòi trọp sầm bát chiết đào nhẹ nhẹ nhàng nằng cả nam mà cha trúc bỏ ong nằng đấy có ca và căn hết cái group năng chiết đây nhẹ nhẹ nhóm á nằng xông bay tay mình bạch này dê đó là vậy rồi hốt đọc buông buông tê xông bay tay chôn dương sầm anh thằng óc nè năng nè nâu tam sọc tam phum chôn nọc bọt nẹt na đại tập cô xong là mua miên trọc sầm bát là mua ấy nấc buông buông ấy là mặt là móm còn là cao mà nó cái group tam chiết buông tập cô đang ấy vô năng nè nông nông cho nên bè phốt chỉ ăn mà cha cuồng thô là miền nấu bàn lư một thà sầm mai muối bè miền bè hẹ truông phốt là đầm ná tàu can chở rắc nông đai mẹ cật hẹ chôn là bọt của nấu cong riêng chỉ cứ rùm chỉ muối nâng và xong chỉ tràn ongประมาณchia 500 รูปก็ตามต่างให้ต่างหอมประพุทธเจ้ามาจ้าตัวกันnấu đan cho nó bọt mẹ cả thẹn cho nó bọt năng và nó nông cong rê chỉ cứ nắng miền sọc muối mua tha nụ mắt cả kiềm và sọc muối nắng đấy mua tha nụ mắt cả kiềm phật tầm nào rồi bao của ôngตัวกันđan mẹ cả thẹn rót nè nó cô rê chỉ cứ nắngก็พระองค์นำไปเคาะซองจังสามสับรูปนั้นโจลตะกวงนกนองอดเชียนมวยมัวอัมเปลัดเทกาอดเชียนก็นั่งนกกระบายทานุมัดตะเกียมสระกบอกเปรียมนั่งเนสระทานุมัดตะเกียมเจจรานก็เมียนเตียงเนเมียนกะฮับกับใดไอเนเมียนให้นกนองคานุมัดตะเกียมนั้นเจียสรกสมโบสบายโดยวัดเรียกจะโบอย่างนั้นนะยินยมนั่งไงบ่เวอัดคว้าเอาไว้นั่งไงก็เมียนมนุษย์ก็กาประกอบมกระบอกาเงียจิจำชีวิตกสิกรรมเปลี่ยนในกิจกรรมอุตสาหกรรมสมโบปอเครื่องทนเยหาอุปโภคเครื่องบริโภคไอ้นังเมียนมนุษย์จานก็รวมโนสบายเรียหายกี่หาวท้าเจียhùng nắng cứ chia bờ rễ chỉ trọp vậy rồi bờ rễ chỉ tiền rồi băng bờ rễ chia bờ bán mía cái thẹn sẽ nay pum bị xa cứ bờ bán pum bị xa rễ đại còng rễ sắm bán nấu nó có rễ chỉ cứ năng thôi năng ai nhìn trắng nè nè miền Priêm mà nét chết hùng mua thá cô đặt toàn tập Priêm nè nhìn nhôm đấy chạm thằng ác nè vợ nâu sọc ha nụ mặt ta kiềm nắng miền Priêm chỉ bật thum bật hiên chỉ chụp bong nè ôi mua thá cô đặt toàn tập Priêm nè mình khâu ai nâng nâu vọt riêng chỉ bô nắng miền sầm đai Priệp Prom Rát Thằng Nặng Mani chỉ âm mà chá chỉ Priệp Bày Đà Song chỉ thum nâng cô chỉ chắc rất thia cha chỉ nét miền sal chỉ úp và cà rạ đàn cây của rúc cây bô chia cọt cày chẳng đâu nâng ngày vợ nâng nhớ chia sở tháp và nấc mùi của ong mùi rụp trắng nóng coi chẳng đây vợ cô đặt toàn tập Priêm nâng nâu nông kha nụ mặt tập Priêm nâng cứ cây của rúc cây bô chia tràn co chẳng nè phải chia chôn cả hấp vào đây riêng mình trai ai nâng lư sâu pre sama sam phốt chia pro ong pro cọp đôi với chia nâng chạ ra nặng chỉ miền sal body bô nữa nâng hới bàn trạc đắng chia pre sắp phải nhu phốt chẳng còn là lư chẳng
ព្រាមអ្នកស្រុកថានុមត្តគៀមនឹងនាំគ្នាឈូឆបទាំងចាស់ទាំងក្មេងទាំងប្រុសទាំងស្រីនឹងនាំគ្នាដើរដង្ហែតាមដងផ្លូវនឹងទៅកល់ព្រះមានព្រះភេទដែលគង់នៅក្នុងអំពលដ្ឋិកាឧទ្យាននឹងដល់គោដាក់តន្តព្រាមនឹងបានលឺតម្រឹងនឹងសួរណាសួរអ្នកនៅចិត្តអ្នកនៅក្បែរជុំវិញខ្លួននឹងថាអីចុះអ្នកស្រុកថានុមត្តក្រៀមនាំគ្នាទៅណាច្រើនកុសកតាមដងផ្លូវហ្នឹងហើយក៏ប្រាប់តាមដំណើរទំនងហ្នឹងទៅអញ្ចឹងអ្នកគោដាក់តន្តព្រាមលឺអញ្ចឹងចង់ទៅដែរសម្ដេចចាំម្ចាស់ញាតិញោមបកណាម្ចាស់គ្រប់ព្រះអង្គណាបានសិក្សាក្នុងប្រសូតហ្នឹងអាចយល់ណាចេះចាំដឹងក្នុងរឿងហ្នឹងបានអញ្ចឹងដល់ពេលអញ្ចឹងចង់ទៅចង់ទៅអញ្ចឹងនេះនិយាយពីអ្នកស្រុកថានុមត្តក្រៀមដែលគេធ្លាប់គោរពគោដាក់តន្តព្រាមហ្នឹងខាត់ញាតិញោមខាត់ថាបពិតលោកគោដាក់តន្តព្រាមលោកកុំទៅជួបព្រះសម្មាសម្ពុទ្ធធ្វើអីព្រោះនេះលោកនឹងមានជាតិកខ្ពង់ខ្ពស់ជាតិបរិសុទ្ធនេះអញ្ចឹងញាតិញោមមើលជួយជាតកូលព្រាមទោះនៅក្នុងជំនាន់នោះគេឲ្យតម្លៃណាមានវណ្ណៈ4វណ្ណៈក្សត្រវណ្ណៈព្រាមវណ្ណៈវេស្យៈនិងវណ្ណៈសូត្រៈនឹងវណ្ណៈ4ហើយនេះញាតិញោមធ្លាប់ទៅឥណ្ឌាបច្ចុប្បន្នលោកតាបណ្ឌិតទៅញឹកញាប់ហើយណាតាមបណ្ឌិតកុលភេងទៅដល់ភ្នំមួយឈ្មោះវេបលៈកន្លែងធ្វើបឋមសង្គាយនាណាមានទឹកហូរចុះពីភ្នំហ្នឹងមកទឹកហ្នឹងព្រះសម្មាសម្ពុទ្ធធ្លាប់ទៅស្រង់បើសនាជាខែត្រជាក់ទឹកហ្នឹងក្តៅអ៊ុនអញ្ចឹងទឹកពិសេសហើយបើទឹកហ្នឹងខែក្តៅទឹកហ្នឹងក៏មកត្រជាក់វិញដល់រាល់ថ្ងៃនេះគេធ្វើជាអាងស្តុកមួយឲ្យត្រួតទឹកនឹងហូរមកញោមទឹកហូរមកវណ្ណៈខ្ពស់គេទៅងូតខាងលើវណ្ណៈកដាលគេងូតកដាលវណ្ណៈក្រោមងូតអាកន្លែងទឹកសាប៊ូគេនេះនៅរាល់ថ្ងៃទៅឃើញញោមទៅឃើញញាតិញោមទៅសម្ដេចចាម្ចាស់ឲ្យនិមន្តទៅឃើញហ្នឹងអញ្ចឹងវណ្ណៈសត្វជាវណ្ណៈគ្រប់គ្រងដឹកនាំប្រទេសវណ្ណៈព្រាមជាវណ្ណៈរាជគ្រូហើយដល់វេស្យៈឯអ្នករស់ស៊ីអ្នកជួញដូរពាណិជ្ជករអញ្ចឹងទៅសូត្រៈនោះវណ្ណៈទេពកើតមកពីបាតជើងព្រំអញ្ចឹងទៅណាហ្នឹងឃើញទេដល់អញ្ចឹងនេះអាហ្នឹងដូចក្នុងឧបាទានទាំង4នឹងមិញណាដោយការយល់ខុសណាដោយការប្រកាន់ខ្លួនឯងអីចឹងទៅអញ្ចឹងពួកអ្នកស្រុកអ្នកភូមិថានុមត្តក្រៀមហ្នឹងខាត់ថាគោដាក់តន្តព្រាមកុំទៅថ្វាយបង្គំព្រះមានព្រះភេទណាព្រោះលោកមានជាតិនឹងក៏ប្រសើរជាតិបរិសុទ្ធហើយជាអ្នកមានសិលបរិសុទ្ធវ័យនឹងកចាស់ព្រឹទ្ធាចារ្យណាគេធ្លាប់គោរពគេធ្លាប់បូជាកុំតកើងរុងរឿងយូរណាស់មកហើយអស់7តំណមនុស្សមកហើយយូរណាស់តជាតិតតកូលនឹងមកច្រើនហើយអញ្ចឹងតកណាទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធហ្នឹងបាត់ហើយបាត់លៀបសការៈបាត់គេឈប់គោរពហ្នឹងញោមយល់ឃើញអញ្ចឹងប៉ាន់គោដាក់តន្តព្រាមនោះគាត់អត់យល់អញ្ចឹងទេគាត់ក៏ឆ្លើយតបទៅជាមួយអ្នកស្រុកអ្នកភូមិខាមុតតគ្រាខាមុតតព្រាមរបស់គាត់នឹងខានុមត្តកព្រាមរបស់គាត់នឹងវិញថាអត់ទេបើតាមពិតឮតំណែងមកថាព្រះសម្មាសម្ពុទ្ធនឹងគឺជាសក្យៈត្រកូលដែរជាត្រកូលក្សត្រញាតិញោមណាយកជាខត្តយៈជាតិជាអរិយកជនណាជនអរិយកៈអង្គបូរអរិយកៈគោដំមកោតហើយព្រះអង្គសោយរាជតំណវង្សបន្តពីព្រះបិតាមានព្រះនាមថាព្រះសិទ្ធត្ថព្រះបិតារបស់ព្រះអង្គ
ទ្រង់ព្រះនាមសរិសទ្ធោទនៈនឹងព្រះមេត្តាព្រះនាមសរិមហាមយាទេវីនេះព្រះអង្គជាសក្យតកូលហើយនៅក្នុងនគរកបិលភ័ស្ត្រព្រះអង្គបានលះបង់រាជសម្បត្តិមកបួសបានត្រាស់ដឹងជាពុទ្ធអញ្ចឹងតកូលនឹងខ្ពង់ខ្ពស់ច្រើនតំណមកហើយគេហៅថាជាតិតកូលបរិសុទ្ធដូចគ្នានេះហើយលោកខ្ពង់ខ្ពស់ជាងយើងទៅទៀតអញ្ចឹងខ្ញុំអាចទៅគោរពបានគោដាក់តន្តព្រាមហ្នឹងញោមណាអញ្ចឹងដែរបើគាត់ថាអញ្ចឹងទៅគោរពទាំងអស់ប៉ុន្តែគោលបំណងគាត់គឺចង់ទៅសួរព្រះទេមែនទេបើចង់ទៅសួរព្រះព្រោះអីធម្មតាព្រាហ្មណ៍គេធ្វើពិធីបូជាយញ្ញឃើញទេបើពិធីបូជាយញ្ញហើយត្រូវកប់ជួននឹងគោដាក់តន្តព្រាហ្មណ៍នឹងអ្នកស្រុកថានុមត្តកព្រាហ្មណ៍នឹងគឺចង់ធ្វើនៅមហាយញ្ញការបូជាធំមហាយញ្ញនឹងគេបូជាធំនឹងឧបមាថាគោឈ្មោល700អញ្ចឹងទៅគោញី700អញ្ចឹងទៅពពែ700អញ្ចឹងទៅមានសេះមានកបីអីអញ្ចឹងព្រោះគេបូជាសម្រាប់សត្វហ្នឹងយល់ណាហ្នឹងហើយហៅថាបូជាយញ្ញការបូជាធំអញ្ចឹងណាគោដាក់តន្តព្រាហ្មណ៍និងអ្នកស្រុកបើទាំងអស់ហ្នឹងចង់ទៅកល់ព្រះមានព្រះភិក្ខហើយបានទៅជួបគោដាក់តន្តព្រាហ្មណ៍ហ្នឹងរកកន្លែងអង្គុយដល់សំគួរហើយសួរតែម្ដងព្រោះសួរថាបពិតព្រះសមណគោតមក្នុងសាសនាវងនៃព្រះសមណគោតមហ្នឹងមានយញ្ញអីពិសេសបរិសុទ្ធជាងយញ្ញដែលខ្ញុំធ្វើហ្នឹងទេសួរអញ្ចឹងបងព្រោះយញ្ញដែលគោដាក់តន្តព្រាហ្មណ៍ធ្វើហ្នឹងគឺសម្រាប់ញាតិញោមណាហ្នឹងហើយសម្រាប់សត្វជាច្រើនហ្នឹងក៏ដើម្បីធ្វើសេចក្តីហ្នឹងគឺឲ្យបរិសុទ្ធហើយនឹងបានទៅឡើងនៅឋានសួគ៌អីជាដើមហើយដល់ព្រះសមណគោតមព្រះអង្គទ្រង់ត្រាស់សម្ដែងប្រាប់គោដាក់តន្តព្រាហ្មណ៍នឹងថាមានយញ្ញនៅក្នុងពុទ្ធសាសនារបស់តថាគតហ្នឹងគឺទី1បាណាតិបាតមិនសម្លាប់សត្វហ្នឹងបើឃើញទេកាលណាបើសម្លាប់សត្វនាំឲ្យមានពីវេរាជាមួយគ្នាហ្នឹងហើយកាលណាសម្លាប់សត្វអញ្ចឹងគឺនាំឲ្យបើយើងបានកើតមកជាមនុស្សហ្នឹងគឺមានអាយុខ្លីអត់អាយុវែងទេមានកម្មពីវេរាជាមួយគ្នាអត់ឲ្យបៀតបៀនសត្វទេវាចាអត្តនេទានាណាមិនលួចទ្រព្យសម្បត្តិអ្នកដតីកាមេសុមិច្ឆាចារៈវេរមណីវាចាការប្រព្រឹត្តខុសក្នុងកាមកូនប្រពន្ធអ្នកដតីអីជាដើមនេះកាលណាបើវាបានអញ្ចឹងយញ្ញរបស់តថាគតទី1ហ្នឹងគឺមានកាយដ៏បរិសុទ្ធឃើញទេញោមកាយសុចរិតហ្នឹងហើយឃើញទេល្អដោយកាយបាត់ហើយនេះយញ្ញពុទ្ធសម្ដែងប្រាប់គោដាក់តន្តព្រាហ្មណ៍អញ្ចឹងណាគោដាក់តន្តព្រាហ្មណ៍ហ្នឹងក៏សាទរត្រេកអរអនុមោទនាហើយអញ្ចឹងក៏សម្ដែងទៀតថាណាបើថាយញ្ញទី2គឺវជ័យសុចរិតវាចាការពោលពាក្យកុហកណាមុសាវាទាវេរមណីបិសនាវាចាវេរមណីណាវាចានៅពាក្យញុះញង់បើពាក្យញុះញង់ពាក្យសោកសៀតដើម្បីបំបែកបំបាក់អ្នកដតីឲ្យគេបែកបាក់គ្នាណាបើភរុសវាចាណាវាចាការពោលពាក្យអាក្រក់នឹងពោលតគោះបោះបោកអញ្ចឹងបើសម្ភបលាបាវេរមណីវាចាការពោលពាក្យរយរាយឥតប្រយោជន៍ហ្នឹងកាលណាបើបានវាចានៅវិជ័យទុច្ចរិតទៅគឺឈ្មោះថាបានបូជាធ្វើយញ្ញគឺកាយវិជ័យសុចរិតវិចាសុចរិតដោយល្អហើយបើហ្នឹងបើឃើញទេហើយនៅយញ្ញដែលធ្វើតាមផ្លូវចិត្តនោះទៀតណាអភិជ្ជាបើអនភិជ្ជាការមិនសម្លឹងរំពៃចង់បានទ្រព្យសម្បត្តិអ្នកដតីមកធ្វើជារបស់ខ្លួន
អព្យាបាទតោការមិនព្យាបាទបន្ទុះសរាយបៀតបៀនអ្នកដតីណានិងសមាទិដ្ឋិបញ្ញាយល់ឃើញត្រូវការប្រព្រឹត្តនេះឲ្យឈ្មោះថាមโนសុចរិតនេះញាតិញោមអញ្ចឹងសំដែងថាយ៉ាញ់ហ្នឹងគឺកាលណាបើបុគ្គលណាបានវាចាណាកាយទុច្ចរិតវច័យទុច្ចរិតមโนទុច្ចរិតហើយប្រព្រឹត្តល្អដោយកាយសុចរិតវច័យសុចរិតមโนសុចរិតហ្នឹងបុគ្គលនោះឈ្មោះថាការបូជាយ៉ាញ់10ប្រសើរនៅក្នុងពុទ្ធសាសនាវងតថាគតហ្នឹងបើហ្នឹងអ្នកព្រះអង្គអញ្ចឹងគោដាក់តន្តព្រាមហ្នឹងស្ដាប់បានយល់ចូលចិត្តឈប់ធ្វើពិធីបូជាយ៉ាញ់សម្រាប់សត្វហ្នឹងអញ្ចឹងញាតិញោមបបួលអ្នកស្រុកថានុមត្តក្រៀមហ្នឹងព្រោះឲ្យដោះលែងសត្វទាំងអស់ហ្នឹងហើយឲ្យចិញ្ចឹមសត្វហ្នឹងរឺតយកទឹកដោះវិញឃើញទេព្រោះថាយកទឹកដោះហ្នឹងមកបូជាទៅបានបុណ្យជាងខ្ញុំណាកុំសម្លាប់សត្វហ្នឹងអីព្រោះអញ្ចឹងនេះធម៌របស់ព្រះសម្មាសម្ពុទ្ធហ្នឹងគឺទី1មិនមែនដោយសារតែជាតិដោយសារតកូលដោយសារវ័យហើយយើងគោរពតគ្នាថាល្អថាបរិសុទ្ធនោះទេព្រោះហ្នឹងគឺកើតឡើងទាំងអស់ហ្នឹងដោយសារអំពើការងាររបស់យើងទាំងអស់គ្នាដែលយើងធ្វើបើយើងបានប្រព្រឹត្តល្អទៅហ្នឹងទៅវាល្អតាមវងតកូលវ័យរបស់យើងតែបើយើងមិនប្រព្រឹត្តល្អទេវាអត់ល្អតាមវងតាមវ័យតកូលតាមជាតិរបស់យើងនោះទេទោះបីយើងកើតក្នុងតកូលក្សត្រក្តីកើតក្នុងតកូលព្រាហ្មណ៍ក្តីកើតក្នុងវេស្យតកូលក្តីកើតក្នុងសូត្រតកូលក្តីវាអត់ល្អតាមតកូលហ្នឹងទេហ្នឹងអញ្ចឹងបានព្រះអង្គទ្រង់សម្ដែងថាអ្នកជាចាវៈសឡោហោតិអ្នកជាចាហោតិព្រាហ្មណោបុគ្គលដែលចង្រៃអបលៈណាមិនដោយសារជាតិនឹងឲ្យបានទៅជាព្រាហ្មណ៍ក៏មិនដោយសារជាតិដោយសារតកូលដោយសារទ្រព្យសម្បត្តិហ្នឹងទេព្រោះកម្មមុនីវៈសឡោហោតិកម្មមុនីហោតិព្រាហ្មណោបានទៅជាព្រាហ្មណ៍ក្តីហើយចង្រៃអបលៈណាហ្នឹងហើយភាពដែលមិនល្អហ្នឹងគឺដោយសារអំណាចនៃកម្មគឺអំពើការងាររបស់ខ្លួនបងហ្នឹងមិនមែនដោយសារតកូលទេនៅក្នុងវិសុទ្ធមគ្គក៏លោកសម្ដែងព្រោះកម្មੰវិជាចៈធម្មោចៈសីលੰជីវិតមុត្តមੰអេតេនៈមច្ចាសុឆន្តិអ្នកកោតនេនៈអ្នកកោតេនៈតនេនវាព្រោះសត្វរមែងបរិសុទ្ធទៅបានដោយអដ្ឋង្គិកមៈនេះកម្មੰចៈគឺកម្មបានដល់មគ្គចេតនាមួយវិជាចៈគឺវិជាបានដល់បញ្ញាខណ្ឌមួយធម្មោចៈគឺធម៌បានដល់សមាធិខណ្ឌមួយសីលੰចៈគឺសិលបានដល់សីលខណ្ឌមួយមិនមែនបរិសុទ្ធដោយកោតដោយទ្របឡើយឃើញទេញាតិញោមស្ដាប់កន្លែងហ្នឹងឲ្យច្បាស់ណាបងណាហ្នឹងហើយមិនមែនដោយសារយើងកើតក្នុងតកូលខ្ពងខ្ពស់មានជាតិបរិសុទ្ធណាមានទ្រព្យសម្បត្តិច្រើនហើយគិតថាកើតមកបរិសុទ្ធព្រាមអត់ទេបងអត់អញ្ចឹងទេពុទ្ធលោកសម្ដែងអញ្ចឹងណាវិលមកវិញជាក់ស្ដែងដោយសម្ដេចព្រះសង្ឃរាជជោទញ្ញាណោជួនណាជាអម្ចាស់មិនកើតក្នុងតកូលអ្នកខ្ពងខ្ពស់អ្នកមានទេញោមណាសម្ដេចអ្នកស្រុកកំពង់ស្ពឺហ្នឹងបងអ្នកស្រុកកំពង់ស្ពឺហ្នឹងបើថាសម្ដេចព្រះព្រហ្មរតនមុនីពិនសែនលោកប្រសូតនៅរាជបូរនេះបើសម្ដេចទៅទេសនានៅភ្នំពេញលោកថាអាត្មានិមន្តមកពីស្រុកស្រែទេប៉ុន្តែពិតមិនមែនទេណាអ្នកសៀមរាបនេះជាមហានគរណាបងហ្នឹងហើយអតីតមហានគរហើយសពថ្ងៃនេះសៀមរាបនេះមិនមែនស្រែទេញាតិញោមបងคล้ายទៅជាក្រុងដ៏ធំមនុស្សកុសកមកសាលាធំដាក់អញ្ចឹងអស់ផងបងហើយប៉ុនម្ដងម្កាលហ្នឹងប៉ុនទៀនម្ដងម្កាលហ្នឹងណាហ្នឹងហើយហើយថ្ងៃនេះអាសាចំថ្ងៃប៉ុនរបស់សម្ដេចទេបើក្រៅតែពីថ្ងៃប៉ុននោះ5រោអត់មានគង់នៅវត្តរាជបូរបានទេបងហ្នឹងហើយអញ្ចឹងដោយសារនេះអំពើកិច្ចខិតខ
ខំប្រឹងប្រែងជាយាមរបស់សម្ដេចព្រះព្រហ្មរតនមនីជាអម្ចាស់ក្តីជាពិសេសសម្ដេចព្រះសង្ឃរាជជោទញ្ញាណោជួនណាតណាលោកខំប្រឹងប្រែងសិក្សារៀនសូត្រហ្នឹងហើយខំណាស់បានคล้ายទៅជាអ្នកប្រាជ្ញដ៏ល្បីអ្នកដែលគេគួរគោរពណាគួរបូជាហ្នឹងគួរគោរពគួរបូជាហ្នឹងហើយមិនមែនដោយសារកើតក្នុងជាតិតកូលខ្ពងខ្ពស់ហើយឲ្យឈ្មោះថាជាជាតិដ៏ប្រសើរឯងមិនមែនព្រះពុទ្ធលោកសំដែងណាហ្នឹងដោយរឿងតេតូននឹងគោដាក់តន្តព្រាមមិនអញ្ចឹងហ្នឹងហើយណោះដោយលោកតាបណ្ឌិតកុលភេងអីសម័យនេះជួយកូនអ្នកក្របានច្រើនណាតាអាត្មាហ្នឹងបានបាតតញួយនឹងឲ្យកូនអ្នកដែលខ្សត់បានរៀនហ្នឹងហើយមួយជីវិតគាត់ហ្នឹងបានធ្វើនៅអំពើជាកុសលណាជួយមនុស្សច្រើនទាំងប្រសង់ជាពិសេសប្រសង់ហ្នឹងជួយឲ្យសត្វតកូនអ្នកក្រឲ្យប្រសង់ហ្នឹងទាំងអាត្មាទាំងបកណាម្ចាស់គ្រប់ព្រះអង្គហ្នឹងមិនមែនកូនកហបដីសេដ្ឋីមកបួសទេយល់ណាកូនអ្នកកំសត់ទូរកុដមកបួសហ្នឹងហើយមកបួសបានខំប្រឹងប្រែងសិក្សារៀនសូត្រចេះណាធម៌វិន័យខ្លះទៅប្រកបដោយហិរិអតបៈខ្លាចបាបខ្មាស់បាបទៅគុណសេចក្តីល្អនឹងហើយណាដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលញាតិញោមទាំងអស់គោរពបូជាស្រឡាញ់រាប់អានប៉ុន្តែកុំឲ្យស្រឡាញ់មកជាប់ក្នុងការស្រឡាញ់ហ្នឹងប្រហែលថ្ងៃនេះកក្កដាទៅម្សឹកនេះញាតិញោមណាបកែលេង Facebook សង្គមឃើញហើយបណ្ឌិតជួនកក្កដាហ្នឹងញោមលោកតាកុលភេកទៅឲ្យសញ្ញាបត្រថ្ងៃមុនឃើញយកសញ្ញាបត្របញ្ញាសាស្ត្រទៅជូនអាណិតគោរពគាត់គោរពបកលឲ្យសញ្ញាគាត់បកលសញ្ញាបត្រហ្នឹងមិនមែនបកលចង់ឲ្យសឹកទេណាបកលចង់ឲ្យនៅបកលចង់ឲ្យនៅញោមណាលោកតាអីតំបកលអីតំជីវ័នហ្នឹងចង់បកលឲ្យនៅប៉ាន់បណ្ឌិតកក្កដាហ្នឹងចង់សឹកប្រមាណខែមុនមកហើយទៅថ្វាយបង្គំសម្ដេចមហាសង្ឃរាជននង៉ែតនៅវត្តបន្ទប់ហ្នឹងទៅថ្វាយបង្គំខ្ញុំកណាអាត្មាថាសម្ដេចខ្ញុំកណាអស់និស័យហើយសុំលាចង់សឹកអើយខ្ញុំកណាអាត្មាហ្នឹងខាងលោកប្អូនហើយកណាមិនខត់ទេអ្នកបួសហើយអ្នកសឹកនោះប៉ុន្តែចឹងបានងាកត្រឡប់មកនេះវិញបន្តិចចុះយើងទាំងអស់គ្នាសួរថាមើលធ្វើម៉េចឲ្យពុទ្ធសាសនានៅកម្ពុជានេះរឹងមាំដោយសម័យសម្ដេចសង្ឃរាជជោទញ្ញាណោជួនណាតឲ្យរឹងមាំឲ្យខ្លាំងទី1ព្រះសង្ឃដែលបានចូលមកបួសក្នុងពុទ្ធសាសនមណ្ឌលនេះទាំងអស់សិក្សារៀនសូត្រចេះដឹងធម៌វិន័យបាលីសង្ស្ក្រឹតឲ្យស្ទាត់ជំនាញនេះញោមណាទី2ចេះដឹងធម៌វិន័យដោយល្អប្រតិបត្តិខ្លួនឯងដោយល្អបានជាគំរូហើយជាព្រះថេរៈនេះឃើញទេញោមដោយសម្ដេចព្រហ្មរតនមនីពិនសែមជាព្រះថេរៈគេគោរពមកញោមណាគេថាមើលទៅវ័យ80ជាងហើយលេងតណាហើយហ្នឹងចំណេះដឹងក៏មានគុណធម៌អីក៏មានអញ្ចឹងហើយមើលទៅបែបលេងតណាហើយហ្នឹងហើយដល់អាត្មាអីអញ្ចឹងរៀងវ័យប៉ុណ្ណឹងញាតិញោមជាសង្ស័យថ្វាយគុំជាថាមើលទៅបែបមិននៅទេវ័យប៉ុណ្ណឹងតែមិនសុនបន្តិចសឹកបាត់ដែរជាថ្វាយគុំនេះជានឹកឃើញសង្ស័យអញ្ចឹងបងហ្នឹងអញ្ចឹងជួយពុទ្ធសាសនាឲ្យរឹងមាំណាចេះដឹងហើយជាគំរូល្អហើយជាប្រធេរៈជាប្រសង់ហ្នឹងណាបានជួយពុទ្ធសាសនាហ្នឹងឲ្យរឹងមាំចឹងចង់ណាស់ចង់បានប្រធេរៈដែលចេះដឹងក្នុងពុទ្ធសាសនមណ្ឌលហ្នឹងឲ្យបួសបានមួយជីវិតមួយជីវាំងប៉ុន្តែគេអស់និស័យញោមកណាអស់និស័យហើយទប់តលេងជាប់ហើយហ្នឹងចង់ទៅជាកុហកវិញ
ទៅថ្វាយបង្គំសម្ដេចមហាសមេធាតុបតីសុំថ្ងៃថាសម្ដេចអើយមើលខ្ញុំកណាសឹកថ្ងៃណាបានគេសួរខ្ញុំកណាអាត្មាថាអូកណាអស់ថ្ងៃរះសឹកបានទាំងអស់បើចឹងទៅគេក៏ដាក់ថ្ងៃសឹកហើយសុំនិមន្តថាសម្ដេចសុំនិមន្តទៅចូលរួមក្នុងកម្មវិធីដែលខ្ញុំកណាលាចាកសិក្ខាបទអញ្ចឹងអ្នកដែលទៅចូលរួមមិនមែនទៅសឹកទេញាតិញោមកុំយល់ច្រឡំទៅធ្វើជាស័ក្តិសិទ្ធិគេពោលលាសឹកខ្លួនឯងទៅបងគេពោលលាខ្លួនឯងវិនយ៉ាងបច្ឆខាមិសិក្ខាបទាំងបច្ឆខាមិបាតមកខាងបច្ឆខាមិគេពោលលាខ្លួនឯងខ្ញុំកណាអាត្មាជាសម្ដេចជាប្រសង់អីនោះគ្រាន់តែគួងចាំមើលគេជាស័ក្តិសិទ្ធិតែប៉ុណ្្នឹងទេហើយដល់មានក្មេងណាប្រកាសថាសម្ដេចខឹមសនទៅបខំឲ្យកកដាសឹកទៅឲ្យចេះវិញអោម្ចាស់ថ្លៃហើយថានឹងបាបធ្ងន់ណាស់នោះបាបធ្ងន់ណាស់គេសឹកខ្លួនគេអាត្មាទៅចូលរួមគេលាចាកសិក្ខាថាអាត្មាទៅបខំឲ្យគេសឹកអានេះគោគេថាមូលបង្កាច់ទាំងស្រុងណាញាតិញោមណាបាបធ្ងន់ណាស់ហ្នឹងណានៅក្នុងគេថាធម្មបទមួយមានសម្ដែងរឿងមួយញាតិញោមបុគ្គលណាបន្ទុះសរាយបៀតបៀនជាមួយនឹងបុគ្គលដែលមិនបានបន្ទុះតបវិញណាជាបុគ្គលមានសិលល្អបរិសុទ្ធជាបុគ្គលដែលកំពុងព្យាយាមលះបង់នៅកិលេសក្តីជាបុគ្គលមានរាគៈទោសៈមោហៈទៅប្រះហើយក្តីហើយបុគ្គលនោះទៅបន្ទុះសរាយបៀតបៀនបាបប្រមែងធ្លាក់មកលើបុគ្គលអ្នកបន្ទុះនោះវិញប្រៀបបានដូចជាធូលីល្អិតដែលគេបាចច្រាស់ខ្យល់ណាញាតិញោមកាមអីហ្នឹងញាតិញោមលួមើលបាចច្រាស់ខ្យល់មិនមកគ្របយើងវិញឡើយអាធូលីល្អិតហ្នឹងវានឹងហើប៉ះមកលើខ្លួនអ្នកបាចច្រាស់ខ្យល់នោះក៏យ៉ាងដូចនោះឯងលោកប្រៀបធៀបអញ្ចឹងហ្នឹងហើយលោកនិទានអំពីព្រានព្រៃម្នាក់សុនខៈលុតកៈនោះព្រានព្រៃសុនខៈលុតកៈនោះព្រានព្រៃថ្ងៃមួយបដើឆ្កែមកវងទៅរកបបាញ់សត្វក្នុងព្រៃញាតិញោមហ្នឹងបបាញ់សត្វក្នុងព្រៃហើយវាអត់បានសត្វវាអត់បានសត្វហ្នឹងហើយវាអត់បានសត្វអីសោះសពដើរទៅថ្ងៃក៏វាបាក់រសៀលតុនទេជ្រេទៅចិត្តគងក្នុងទៅឃើញសមណៈមួយអង្គកំពុងបាក់សមណៈកំពុងនិមន្តក្នុងព្រៃមើលឃើញខឹងត្មងញាតិញោមមើលឃើញសមណៈខឹងត្មងណែកន្លែងហ្នឹងក៏មិនល្អដែរញោមណាឯងរស់សត្វព្រៃមិនបានខ្លួនឯងឃើញអ្នកបុកខឹងមើលខឹងហើយនៅក្នុងមង្គលសូត្រទាំង38ញាតិញោមមើលកិរិយាបានឃើញបានជួបនឹងសមណៈទាំងឡាយមួយឈ្មោះថាមង្គលដល់ដំនេះញាតិញោមដើរទៅតាមផ្លូវឆ្ងាយអីចឹងសាប់តែឃើញសមណៈអ្នកបួនហ្នឹងមង្គលក្នុងជីវិតមើលញាតិញោមបានក្រាបថ្វាយបង្គំមានអីទឹកអីជាចង្ហាន់អីប្រគេនមើលហ្នឹងហើយបានបនបានកសលកើតជាមង្គលក្នុងជីវិតដល់ព្រានព្រៃនោះមិនអញ្ចឹងទេណាញាតិញោមសាប់តែឃើញសមណៈខឹងបដ ឯងហ្នឹងដើររស់សัตว์វាមិនបានដោយសារសមណៈតងោលហ្នឹងដើរប្រអើលសัตว์អស់ទៅអញ្ចឹងវិញទៅញាតិញោមថាមកពីសមណៈតងោលហ្នឹងហើយបានជាប្រអើលសัตว์ឯងអស់ឯងដើររស់សัตว์មិនបានគ្រាន់តែឃើញទាញធ្នូទាញស្នាបាញ់បដ ញាតិញោមប្រយុទ្ធឆ្កែបាញ់លោកបដ ស័កមនុស្សឃើញព្រានព្រៃប្រយុទ្ធឆ្កែអញ្ចឹងរត់បដ រត់ឡើងដើមឈើមិនរត់មិនឆ្កែមកវងហើយព្រានព្រៃនោះមានធ្នូមានស្នាបើហ្នឹងហើយមានធ្នូមានស្នាប្រវេប្រវាឡើងដើមឈើព្រានព្រៃនោះមានទុកឱកាសឲ្យណាយឹតធ្នូយឹតស្នាបាញ់ញាតិញោមបាញ់ដល់លោកខំប្រវេប្រវាឡើងដើមឈើវាភ្លេចទាញជាពោញោមហើយជាពោធ្លាក់មកគ្របព្រានព្រៃនឹងក្រឹប
ឆ្កែនោះស្មានលោកធ្លាក់ទៅលើដើមឈើខំកញ្ញៃម្ដងខំខ្ទេចព្រានព្រៃដល់ព្រានព្រៃងាប់ទៅបាត់ម្ចាស់ហ្នឹងឆ្កែនាំគ្នារត់ចេញអស់ណាលោកមករើសជពោកដេកកដាចឆ្កែខំហ្នឹងមុនទៅទៀតទៅព្រោះហ្នឹងហើយឃើញទេកន្លែងហ្នឹងណាលោកបញ្យល់អញ្ចឹងណាញោមណាហ្នឹងហើយអញ្ចឹងខ្លែងញុះញង់នេះមិនបានទេញាតិញោមបែកបាក់ព្រោះធ្វើឲ្យបែកបាក់គ្នាប្តីប្រពន្ធកំពុងស្រឡាញ់គ្នាល្អកលឿនក៏ដោយណាប្រយ័ត្នគេមកញុះញង់ហ្នឹងបែកគ្នាឡងណាញោមព្រោះបែកគ្នាអត់ដឹងរឿងឡងហ្នឹងហ្នឹងហើយអញ្ចឹងមិនបានទេព្រោះស្រុកទេសយើងក៏អញ្ចឹងហ្នឹងអញ្ចឹងសុំទូលប្រគេនថ្វាយចម្រើនពរណាដល់ប្រកាសណាម្ចាស់គ្រប់ព្រះអង្គញាតិញោមទាំងអស់គ្រប់ទីកន្លែងទាំងអស់បើស្រឡាញ់បើគោរពណាសម្ដេចព្រះសង្ឃរាជចូលទញ្ញាណោជួនណាតនិងបុព្វការីជនក្រុមជំនុំបត្រៃបីដកមែនពាក្យថាក្រុមជំនុំបត្រៃបីដកនេះគ្រាន់តែជាឈ្មោះទេលោកតាបណ្ឌិតណាគ្រាន់ជាឈ្មោះទេហ្នឹងគ្រាន់តែជាឈ្មោះទេដូចជាឈ្មោះវត្តរាជបូរអញ្ចឹងពោះដូចឈ្មោះវត្តរាជបូរអញ្ចឹងបើយើងបើស្រឡាញ់បើគោរពណាសម្ដេចព្រះព្រហ្មរតនមុនីពិនសែនសរិសវណ្ណោចៅតកាវត្តរាជបូរមែនគឺខំការពារកសាងសម្អាតបញ្ញាបួសសិក្សាធម៌វិន័យរបស់ព្រះមានពភាកដោយល្អណាគុណគឺសេចក្តីល្អមានសីលគុណជាដើមហ្នឹងគឺឲ្យល្អឈ្មោះថាស្រឡាញ់វត្តរាជបូរហ្នឹងបងហ្នឹងបងឈ្មោះថាស្រឡាញ់គោរពវត្តរាជបូរហ្នឹងយ៉ាងណាមិញក៏ចឹងដែរបើយើងគោរពក្រុមជំនុំបត្រៃបីដកមែនខំប្រឹងសិក្សារៀនសូត្រធម៌វិន័យក្នុងបីដកហ្នឹងឲ្យចេះហើយថែរក្សាណាហើយរៀនបន្តអ្វីដែលនៅខ្វះខាតមានកម្ពីដីកាអត្តកថាណាដីកាយោជនាអីនៅសល់អ្នកចេះដឹងភាសាបាលីសំស្ក្រឹតនឹងរួមគ្នានឹងប្រជុំគ្នាក្នុងក្រុមជំនុំបត្រៃបៃដកហ្នឹងប្រែបន្ថែមទៀតអ្វីដែលនៅខ្វះពីក្រៅបត្រៃបៃដកហ្នឹងបងហ្នឹងមានអីគ្រាន់តែជាឈ្មោះជាពុបបត្តិជាមូលបត្តិហ្នឹងខាងដើមតែប៉ុណ្ណោះហ្នឹងបើគោរពបើស្រឡាញ់មែននឹងឈ្មោះថាការពារមែនបងហ្នឹងហើយមិនឈ្មោះថាគេបង្កើតក្រុមជំនុំបត្រៃបៃដកឈ្មោះថាប្រមាថមើលងាយអាហ្នឹងយល់ខុសទៅវិញញោមហ្នឹងយល់ខុសទៅវិញបងហ្នឹងយល់មិនដល់ហ្នឹងបងអញ្ចឹងសូមប្រគេនណាសូមទូលប្រគេនទៅប្រកាសណាម្ចាស់គ្រប់ព្រះអង្គនឹងញាតិញោមនៅអាស្រ័យនៅលើយើងទាំងអស់គ្នាទេដោយព្រះគុណរបស់ព្រះសម្មាសម្ពុទ្ធដែលយើងឲ្យឈ្មោះថាមានពាក្យអរហង្គសម្មាសម្ពុទ្ធោអីជាដើមហ្នឹងគឺពនាមទាំង10របស់ព្រះពុទ្ធនេះឲ្យឈ្មោះថានេមិត្តកនាមជានាមដែលកើតពីបុណ្យបារមីដែលព្រះអង្គសាងខ្លួនឯងដល់ផ្ទាល់មិនមែនអ្នកណាឲ្យទេមិនមែនអ្នកណាឲ្យលោកទេបងហ្នឹងហើយបំព្រួញឲ្យខ្លីទៅគឺនៅសល់តែត្រឹមបញ្ញាគុណវិសុទ្ធិគុណនិងករុណាគុណអ្នកនៅត្រឹមគុណ3ញោមហ្នឹងបំព្រួញមកបញ្ញាគុណរាប់បញ្ចូលគឺមានគុណថាសម្មាសម្ពុទ្ធោវិជ្ជាចរណៈសម្បណ្ណោលោកវិទូណាគុណ3នេះចាត់ចូលក្នុងបញ្ញាគុណរាប់ចូលក្នុងបញ្ញាគុណហ្នឹងសម្មាសម្ពុទ្ធោព្រះអង្គទ្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គអត់មានគ្រូអាចារ្យណាបដៅព្រះអង្គឡើយហ្នឹងញាតិញោមបានស្ដីថាព្រះអង្គទ្រង់ប្រកាសណាត្រាស់ដឹងនៅញយធម៌ដែលគួរកំណត់ដឹងដូចជាក្នុងសង្ខារធម៌ណានឹងព្រះអង្គត្រាស់ដឹងដូចជានៅក្នុងវិការៈការប្រែប្រួលដូចជាការផ្លាស់ប្ដូរការប្រែប្រួលចុតិបដិសន្ធិរបស់សត្វម្ដងជាមនុស្សម្ដងទៅជាទេវតាម្ដងទៅជាព្រំឬក៏ត្រឡប់មកមនុស្សវិញឬក៏ត្រឡប់ទៅក្នុងអបាយភូមិនេះវិការៈវាអត់មាននឹងនោះទេវាប្រែប្រួលអញ្ចឹងការត្រាស់ដឹងនៅញយធម៌នោះព្រះអង្គកំណត់ដឹងបានដែលយើងបឋិជនដែលមិនត្រាស់ដឹងកំណត់ដឹងអត់បានទេកំណត់ដឹងអត់បានទេណាលក្ខណៈ
បញ្ញត្តិណាក្នុងខណ្ឌធាតុអាយតនៈនឹងក៏អរិយសច្ចៈបដិសមុបបាទធัวអន្ត្រីអីគេណានឹងភូមិវិបស្សនាទាំង6ហ្នឹងគឺនឹងរហូតដល់និព្វានណាព្រះអង្គដឹងថារំលត់ហ្នឹងជាគុណរបស់ព្រះសម្មាសម្ពុទ្ធដែលយើងនាំគ្នាគោរពប្រគុណរបស់ព្រះអង្គនោះហ្នឹងក៏វិជ្ជាចរណៈសម្បណ្ណោព្រះអង្គទ្រង់បរិបូរណ៍ដោយវិជ្ជា3វិជ្ជា8ចរណៈ15ណាហ្នឹងបរិបូរណ៍ដល់អញ្ចឹងបានយើងនាំគ្នាគោរពមានបពេនវាសានុសតិវិជ្ជាចតោបាទវិជ្ជាអាសវៈយៈវិជ្ជាហ្នឹងក៏យើងនាំគ្នាគោរពគុណដល់វិជ្ជា8បូកវិជ្ជា3ហ្នឹងមានវិបស្សនាវិជ្ជាទៀតនោះក៏ព្រះអង្គឃើញជាក់ច្បាស់នៅសភាវៈធម៌ដូចក្នុងមហាពុទ្ធរូបទាំង4បតវ័យធាតុអបោធាតុដៃជោធាតុវាយោធាតុវាខន្ធជាធាតុអាស្រ័យនឹងចិត្តវិញ្ញាណតែប៉ុណ្ណោះហ្នឹងដែលព្រះអង្គត្រាស់ដឹងនោះអិទ្ធិវិធិរិទ្ធសម្រាប់ដោយចិត្តបានន័យថាណានិមិត្តរូបដតីក៏និមិត្តរូបដតីចេញចាករូបនឹងបានដូចជាទាញស្មៅបដូលយ៉ាប្លង់ចេញពីស្មៅអញ្ចឹងយល់ណានិមិត្តហៅថាអិទ្ធិវិធិវិជាក៏មโนមយិទ្ធិវិជាដល់អិទ្ធិវិធិហ្នឹងរិទ្ធដែលអាចអធិដ្ឋានបានដោយព្រះអង្គថ្លែងរិទ្ធអធិដ្ឋានមនុស្សច្រើនឲ្យទៅជាមនុស្សម្នាក់ឲ្យមកមនុស្សច្រើនវិញបានហ្នឹងគេហៅថាអិទ្ធិវិធិវិជាទៅប្រសោតធាតុវិជាព្រះអង្គដែលមានសោតតឹបតិជាតឹបដឹងសម្លេងមនុស្សទេវលោកឆ្ងាយចិត្តអីបានទាំងអស់អត់ចន្លោះទី8វិជាទី8ចេតោបរិញ្ញមានវិជាដែលព្រះអង្គជ្រាបច្បាស់ដឹងថានេះអស់រាគៈទោសៈមោហៈនេះនៅមានរាគៈទោសៈមោហៈទាំងខ្លួនព្រះអង្គផ្ទាល់ទាំងអ្នកដទៃព្រះអង្គកំណត់ដឹងបានណាព្រះអង្គបរិបូរណ៍ដោយវិជា3វិជា8ញាតិញោមចរណៈ15នោះច្រើនទៀតវិញឆ្ងាយណាហ្នឹងហើយបើនឹងមានសីលសង្វរៈជាដើមការសង្រួមហ្នឹងអញ្ចឹងណាក្នុងចំណោមគុណទាំងអស់ណាបើជាតិវុទ្ធគុណដែលចម្រើនដោយជាតិដោយតកូលជាដើមហ្នឹងគឺវាមិនត្រឹមត្រូវទាំងអស់ទេណាគឺដោយសារអំណាចនៃអំពើការងាររបស់យើងអ្នកសាងបាទទី2វយៈវុទ្ធគុណគឺសម្ដីចម្រើនមានអាយុវែងជាដើមហ្នឹងក៏គេគោរពដែរញោមដោយសម្ដែងប្រាប់បំបញ្ញមិញអញ្ចឹងណានឹងអាយុវែងសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកតេឧទេសបណ្ឌិតននង៉ែតជាសម្ដេចមហាសង្ឃរាជបច្ចុប្បន្ននេះបញ្ជន101ហើយញោមចូល101ដល់ថ្ងៃទី25ខែមេសានេះ102ហើយបង102ហើយហ្នឹងហើយរឿងហ្នឹងត្រូវជឿលើបុណ្យលើបាបកុសលអកុសលដែលវាឲ្យអញ្ចឹងយល់ទេមិនជឿមិនបានបងសម្ដេចសុំខមាទោសសម្ដេចមហាអគ្គមហាសង្ឃរាជជាធិបតីកតេឧទេសបណ្ឌិតននង៉ែតក្នុងមួយបច្ចុប្បន្នរបស់ព្រះអង្គដល់101នេះចេតិយធ្វើអស់2មកឈូសធ្វើអស់2ឯងខូចអស់2ឯងបងនឹងហើយណោះសម័យកូវីដញាតិញោមដែលសម័យយើងភ័យខ្លាចទាំងអស់គ្នាឃើញគ្នាកិច្ចគ្នាណាហ្នឹងហើយញាតិញោមឃើញលោកសង្ឃក៏ខ្លាចដែរបងកុំថាឡើយឃើញលោកសង្ឃឃើញតែព្រះគង់ក្នុងពហិស្ងៀមហ្នឹងក៏ខ្លាចដែរមិនហ៊ានចូលទេបងអាណាក្អកមកខុងហ្នឹងរត់ប្រកាច់បុកដើមដូងឥឡូវហ្នឹងបងនឹងស្ងាត់ជងុំអស់ខ្លាចស្លាប់ហើយដល់មហាសង្ឃរាជវាឆ្លងអាកូវីដហ្នឹងបងហើយបញ្ជន100ទៅហើយមានអាពាតទៀតចរាទៀតអញ្ចឹងរឿងហ្នឹងមិនមែនប្រមាទទេញាតិញោមពេទ្យជាក៏ថាអូសម្ដេចបញ្ជន100ទៅហើយឆ្លងកូវីដអត់នៅទេហ្នឹងហើយអញ្ចឹងប្រាប់ទៅរដ្ឋាភិបាលធ្វើមេនទុកនោះលោកតាបណ្ឌិតឃើញគេធ្វើនៅវត្តកុលតឹងណាធ្វើមេនចាំញាតិញោម
nè cái thưa men hay cái call mặc nhom cả na mà tha mà chả hơi sầm đai tha men ấy thì đai slong thì covid vẫn lúc men ấy sốc hiệp luôn nó lò bàn và hai bọc ngay đai chia với covid vinh quá men trôi thì mình có đây nè ru men trao vinh đâu nữa xua thay men cái mắt và môi tận đọc mờn là ngay à dụ mình óc bồn tận óc men tận ná nhân nhú bò hay đào dương là dụ óc việc bồn óc đây tại vì lời khai yên tới slap bát chẳng bàn nhiệt nhôm lá tê tôi chụp nhôm cả na mà phê thằng cả na mình chất sao côn cả na với mình chư ấy sao về slap cũng thật tê chư tại dương đăng nè chư dương đăng có chẳng rương năng về chỉ rương sầm khăn không chỉ vật dương đại dương nó trâu do đăng tầng óc nè có chẳng nè dạ bây giờ vật từ côn chìm ra đôi vây đôi cha prethia cha nó dương có rút tốt các bạn bon đây nhiệt nhôm đào côn tị bay cứ côn sầm khăn na miền xây là côn chỉ đám côn cứ miền sal côn cứ miền sal đội côn presma sam côn bành mình chân nhiệt nhôm nè nằng sama sam côn thấu về chia chặt sạc rồi nặng sam pan nó lô cả bị tu và ông trung chỉ đẹp cho bác nâu nông lột miền cam mà lột rúp và lột ạ rúp và lột ấy đấy chỉ đẹp cho bác ăn chẳng lò thế đấy là ngày bò nằng hay đo vị sọt thì côn nú cứ miền bệ ha ạ ra hăng chết đào côn sự đây bò để sọt nú cứ và ông trung ngày cha sắc sạch trâu pol cứ cả lấy prom tiếng Việt ná cài phải dốt nâng vẹt chay phải dốt nghe cài phải dốt vẹt chay phải dốt nữa chia bóc phải chạ để ra cài phải dốt nữa bò để thảo Việt ná nú chia bóc phải chạ để ra chia nam cùng nu chia ếch để ra bọn chỉ rất lẹ cả nát để dương thọp sẵn xong mà du mà hơi nghe lẹ thế nè bọc phải vô cài phải vô và chay phải vô nâng đo dương và prít với xong du tràn chiết cầm nào tới tôi cho tùm lọp mà dương lẹ hạt bàn đi có cài cầm mắt cài cầm mạch cài cầm mạch cài cầm ma mưu có về trà cài nâng đo presma sam phút lục lẹ bàn hay mai dương vô ra đó Việt Nam khóc nè nên đi Việt Nam là o nên đi Việt Nam có nè này mà vào thằng Việt Nam mình đôi nè tê mình bây giờ mình xong khóc nè nữa xong bay tại Prea là hòn đấy gần lẹ bán đấy nhôm đấy Việt Nam cài và vô và chay và vô nó đâu lẹ bán đấy nghe lẹ vào là ngày Prea mà xong phút ạ ra hăng và ông tôi ngay chắc sắc sạch trấu tôi cứ cả lấy from tiếng Việt Nam cứ cài phải dốt nâng và chay phải dốt cho đám cứ đôi bon ba rồi mấy đây và ông sẵn xong cún rồi bác và ông miền xây là cún cứ sal đọc bò để sọt ní hơi sal ní chia thăm mà chạy để ra đó chia miệt đá nây cọ sal là thua chẳng lại chia phum đó bò đàm chòm để ao dưỡng sẵn xong ấy tiếp xây bán dương miền sal chỉ mùn miền sal chia upakara oi miền ca chấm ran samadhi sal chia upakara oi ca chấm ran nô vipassana nghiêng ắt sal hơi ắt ai chấm ran ban đời nghiêng như vậy nằng đôi lục trung sầm đành tha Sama thiên năng với cai và kamati năng sọ xây là giặc và sen nè vô bậc căn là ta tách thầu sự đây tha cam chẳng lại miền cai và cam chia đơm chia thom mà chia mình rót riế đôi ẩm nái nay bà có nè miền sân là o và pì Sama thiên năng với cai và kamati năng Upathia là năng với cọ sala năng thom miền năng và tật than nè và sen nè a thê là phiêu vô tay ắt tháo sự đây tha ca chôn tổ trua truông túc cứ chôn tổ trua truông đôi nái nấy thôi chia cốc sal chẳng lại nên đòi nái như miền sal lắm nhung đấy nằng
តែកាលណាសិលនេះល្អបរិសុទ្ធហើយកុសលធម៌ទាំងឡាយហ្នឹងហូរចូលទៅបើហ្នឹងណាហូរចូលទៅត្រួតត្រងទុកនៅក្នុងសន្តានចិត្តអ្នកតេតួងនឹងផ្លូវចិត្តទៀតណាបើសិលដែលល្អបរិសុទ្ធហ្នឹងហើយលោកទ្រង់ត្រាស់សម្ដែងថាការចម្រើននៅសមាធិចិត្តក្តីការចម្រើននៅវិបស្សនាចិត្តក្តីហើយបកលអ្នកបួសនោះនឹងคล้ายទៅជាអ្នកជាតក្ខណយៈបកលដ៏ប្រសើរក្នុងព្រះពុទ្ធសាសនាដោយអំណាចនៃអ្នកមានសិលហ្នឹងណាគោរពពរមានគុណធម៌មានសីលគុណជាដើមហ្នឹងសីលេបតថាយៈនរោសៈបញ្ញោចិត្តតាំងបញ្ញញ្ចៈភាវយ៉ាងអាតាបៃនិបកោវិខសោយមੰវិជ្ជដយេចដន្តិនរៈចនាប្រកបដោយសច្ចេតកបញ្ញាតាំងនៅសុបក្នុងសិលចម្រើនភាវនាចិត្តផងចម្រើននៅវិបស្សនាចិត្តផងជាអ្នកឃើញភ័យក្នុងវដ្តសង្សារជាអ្នកមានព្យាយាមជាគ្រឿងដុតនៅកិលេសជាអ្នកមានបញ្ញាជាគ្រឿងរក្សានៅខ្លួននរៈជននោះកប់បីកាប់ឆ្កានៅតណ្ហាបានណែញាតិញោមឃើញទេហ្នឹងដល់តាំងនៅសុបក្នុងសិលហើយគឺជាកុសលធម៌ចម្រើនភាវនាចិត្តក៏បានងាយចម្រើនវិបស្សនាចិត្តក៏បានងាយអញ្ចឹងទៅគឺកាប់ឆ្កាអកុសលផ្សេងបានដោយងាយព្រោះអីប៉ុន្តែវាតាក់ទងជាមួយនឹងចិត្តផងណាអញ្ចឹងហើយបានព្រះអង្គទ្រង់សម្ដែងថាចិត្តជាតួបុណ្យចិត្តជាតួបាបសិលជាតួបុណ្យណាហ្នឹងហើយចិត្តជាតួសិលចេតនាជាតួសិលចេតសិកក៏ជាតួសិលសេចក្តីសង្រួមក៏ជាតួសិលការមិនប្រព្រឹត្តកន្លងក៏ជាតួសិលនេះវាតាក់ទងគ្នាអញ្ចឹងញាតិញោមព្រោះសិលនឹងចិត្តនឹងវាចងភ្ជាប់គ្នាជាធម្មជាតិជាសភាវៈធម៌បងហ្នឹងចេតនាហੰភិក្ខវេសីលੰវទាមិមនាលវិខទាំងឡាយតថាគតត្រាស់ថាចេតនាជាតួសិលណាចេតនាជាតួសិលព្រោះអីចេតនាធម្មជាតិអ្នកគិតធម្មជាតិអ្នកចាត់ចែងធម្មជាតិអ្នកសន្សំណាចិត្តហ្នឹងណាចេតនាហ្នឹងដោយបត់វិគ្រោះថាអភិសន្តហតៃតិចេតនាហ្នឹងអញ្ចឹងព្រះអង្គទ្រង់ត្រាស់សម្ដែងថាចេតនាជាតួសិលចេតសិកក៏ជាតួសិលព្រោះចេតសិកសំដៅយកសភាវៈធម៌មួយប្រភេទដែលកើតរួមជាមួយចិត្តដឹងសភាវៈជាមួយចិត្តរលត់ព្រមជាមួយចិត្តកើតត្រង់កន្លែងជាមួយចិត្តនឹងឲ្យឈ្មោះថាចេតសិកសភាវៈធម៌ដែលអាស្រ័យកើតរលត់ព្រមជាមួយនឹងចិត្តនឹងដោយព្រះអង្គទ្រង់ត្រាស់សម្ដែងថាសភាវៈណាដែលញ៉ាំងសម្បយុទ្ធធម៌គឺចិត្តនិងចេតសិកដែលប្រកបជាមួយណាឲ្យហូរចុះទៅក្នុងសិលនេះញាតិញោមប្របាទស្ដាប់បន្តិចតែខំប្រឹងស្ដាប់ណាហ្នឹងសភាវៈធម៌ណាសភាវៈដែលញ៉ាំងសម្បយុទ្ធធម៌គឺចិត្តនិងចេតសិកដែលប្រកបជាមួយឲ្យហូរចុះទៅក្នុងសិលហ្នឹងហើយបងឧទាហរណ៍ត្រៃលោយល់ខ្លះហ្នឹងហើយឧទាហរណ៍ដូចជាអអ្នកភិច្ឆាដែលលើកខាងដើមណាការមិនសម្លឹងរំពៃចង់បានទ្រព្យសម្បត្តិអ្នកដទៃជាមโนសុចរិតញោមណាអអ្នកភិច្ឆាការមិនសម្លឹងរំពៃចង់បានទ្រព្យសម្បត្តិអ្នកដទៃគឺជាមโนសុចរិតជាចិត្តល្អណាហ្នឹងហើយអាហ្នឹងជាអលោភៈចេតសិកណាហ្នឹងហើយណាអញ្ចឹងណាហ្នឹងចាត់ជាអលោភៈចេតសិកហើយបើសណាជាយើងអភិច្ឆា
miền chặt sầm lăng rồng pây trong ban trọp sầm bắt nè đặt tay oi thôi chia bạc luôn chia lốp hết chia sắc đâu nè chia ác cái sao sót đâu vợ nằng tô sắcกันจังáp chia ba tô nè mình chia ba cho thiệt nè đặt tay chặt chia ác tô sắc chia sắc bờ đọt chia ba tô miền chặt cho thiệt chia ba nè đặt tay chia tô sắc chia sắc thế nhé rồi rất tao rôm chỉ môi kia cao lót chỉ môi chân chân mà samat hệ miền bả nhá do khơi trâu nè nằng rồi chia ác mô hạ chia tự sắc đào mi cha tật hết chia mô hạ chia tự sắc đâu vợ một vậy hay đào ta lốp hết miền nam sát tàu cao thì ná cao là cái này ắt liền lốp hết nông nô lốp hết vợ chia tự sắc nông nô chặt chọp để lộp hẹn nắng cứ nòng sát cả cát nòng prai nòng ai cái lại ăn miên ai hô của nằng chẳng đấy nhân nhôm sập vào đó prosray thằng chẳng đấy bọc col nẹt miên sal năng hơi nè chia bật toát than nom oi ca chầm ran của sal xem tiết ban lột lo để chết để chung đòi nghe nằng ca sừng ruom cái đấy xây lạ baแต่ mau กับสังวระការសង្រួមក្នុងបាតែ mau មានសក្ខាបទ227អីជាដើមអ្នកបួសនឹងណានឹងសតិសង្វរៈការសង្រួមអន្ត្រីទាំង6ចក្ខុន្ត្រីសង្រួមភ្នែកសោតន្ត្រីសង្រួមត្រចៀកធានន្ត្រីណាសង្រួមនៅក្នុងភ្នែកច្រមុះអណ្ដាតកាយចិត្តហ្នឹងហើយនឹងអន្ត្រីទាំង6ហៅថាអន្ត្រីសង្វរៈសិលក៏បាននឹងញាតិញោមសប្បុរសប្រុសស្រីទាំងឡាយញាណសង្វរៈសង្រួមញាណនឹងបានអ្នកបួសយើងនឹងគឺសង្រួមក្នុងការប្រើប្រាស់បច្ច័យទាំងឡាយ4មានចៃវរៈបច្ច័យបណ្ឌបាតបច្ច័យសេនាសនៈបច្ច័យគិលានភេសជ្ជៈបច្ច័យព្រោះថាយើងបួសនេះដែលអាចប្រព្រឹត្តទៅបានជាភិក្ខុជាសាមណេរនេះអាស្រ័យដោយពុទ្ធបរិស័ទទាយុទាយិកាដែលគេមានសទ្ធាជ្រះថ្លាលះបង់មច្ឆរិយៈពលគឺសេចក្តីកំណាញ់នៅទ្រព្យសម្បត្តិមាសប្រាក់កែវកងពិទូសូរកានឹងហើយបូជាចំពោះអ្នកមានសិលគឺប្រសង់នេះឯងដោយបច្ច័យទាំងឡាយ4ចឹងអ្នកបួសនេះប្រើប្រាស់ក្នុងបច្ច័យទាំងឡាយ4នឹងដោយកំណត់ដឹងណានឹងដោយមានសេចក្តីសន្តោសពិចារណានៅក្នុងជីវិតបច្ចវេកណៈធម៌មានធាតុបច្ចវេកណៈបដិកុលបច្ចវេកណៈតង្ខនិកបច្ចវេកណៈអតីតបច្ចវេកណៈនឹងអ្នកប្រើប្រាស់ពិចារណាអញ្ចឹងអ្នកបួសមិនមែនស្រួលទេណាញោមណាបច្ច័យដែលញាតិញោមបូជានោះមិនស្រួលទេស្បង់ស្បាយត្រៃចវរអាហារបណ្ឌបាតសេនាសនៈធំស្កំស្កៃកលៀនភេសជ្ជៈប្រើប្រាស់ឆ្នាំជាបាលកាយរោគអីជាដើមហ្នឹងគឺទី1ធាតុបច្ចវេកណៈក្រណពិចារណាថាគ្រឿងស្លៀកដណ្ដប់អាហារបណ្ឌបាតអីសេនាសនៈទីដេកទីអង្គុយជាដើមទាំងអស់នេះក្រណជាធាតុជួយត្រួតត្រងណាដើម្បីញ៉ាំងជីវិតន្ត្រីនេះឲ្យប្រព្រឹត្តទៅហើយបានប្រព្រឹត្តនៅសាសនៈប្រមចរិយធម៌ល្អតែប៉ុណ្ណោះអត់មានអីក្រៅពីហ្នឹងទេហ្នឹងហើយបដិកុលបច្ចវេកណៈចៃវរៈបណ្ឌបាតសេនាសនៈគលានភេជ្ជៈមានស្បង់ស្បាយត្រៃចវរជាដើមហ្នឹងជារបស់ល្អគួរជាទីស្រឡាញ់ប្រាថ្នាពេញចិត្តទាំងអស់គ្នាប៉ុន្តែដល់វាមកប៉ះកាយនឹងល្អអត់ញាតិញោមណាថាកាយនឹងមិនល្អណាប៉ុន្តែក្នុងធម៌ញាតិញោមទៅមើលអាត្មាខ្ជិលថាធ្ងន់ពេកហ្នឹងហើយដល់របស់ល្អមកប៉ះកាយវាមិនល្អនឹងអង្គុយតែប៉ុណ្្នឹងញើសជោគគ្រប់គ្នាទាំងអាត្មាទាំងញាតិញោមហ្នឹងហើយអាសពតថ្មីអោថ្មីមិនក៏វាប្រឡាក់ដែរបងអញ្ចឹងវាទៅជាសៅម៉ងទៅជារបស់មិនល្អចឹងអ្នកបួសហ្នឹងស្លៀកពាក់ពិចារណាថារបស់ហ្នឹងគាត់បោះបដិគោលមិនល្អទេតើវាមកប៉ះកាយយើងហ្នឹង
របស់ល្អក៏ដោយឲ្យឃើញរបស់ហ្នឹងថាវាមិនល្អជារបស់បដិគូលពិចារណាផងដល់តាំងខណកបច្ចវេគណៈបានស្បង់ស្បាយត្រៃជីវរបានទីសនាសនៈនេះប្រើដើម្បីសម្រាប់ការពារនៅភាពអៀខ្មានការពារនៅរបបមុខខ្យល់ក្តៅត្រជាក់រងាអីជាដើមហ្នឹងការពារតែប៉ុណ្្នឹងទេអត់មានស្អិតស្អាងរាងកាយឲ្យល្អដូចជាកូនអ្នកស្រុកដូចជាកូនអ្នករបាំអ្នករំអ្នកច្រៀងអ្នកអីមិនអួតអំនួតឲ្យទៅចង់ទេគ្រាន់តែបានឆ្លៀកវាការពារនៅភាពខ្មាស់អៀនអីប៉ុណ្្នឹងទេហ្នឹងហើយព្រោះអ្នកបួសសម្រាប់អ្នកបួសញាតិញោមណាព្រោះតែញាតិញោមអត់ទេញាតិញោមមានគ្រឿងការពារច្រើនណាស់តាក់តែងច្រើនព្រោះអាត្មាមានអីព្រោះសម្ដេចអីដល់ថ្ងៃកោខ្ទេចអីមានចាំបាច់លាបថ្នាំថែមដល់ញាតិញោមអីទេព្រោះហើយក្នុងកាលទាំង3មានបដិលាបកាលបរិភោគកាលនិងអតីតកាលពិចារណាញាណសង្វរៈសង្រួមខន្តិសង្វរៈសង្រួមក្នុងសេចក្តីអត់ធ្មត់ព្រោះក្តៅអត់ធ្មត់ព្រោះត្រជាក់អត់ធ្មត់ព្រោះឃ្លានអត់ធ្មត់អីគ្រប់ទាំងអស់អត់ទ្រាំក៏អត់ទ្រាំរឿងគេជេរខ្លះក៏អត់ទ្រាំដែរបងណាកុំខឹងគេហ្នឹងកុំប្រញាប់ខឹងគេពេកជាពិសេសអត់ទ្រាំនឹងលោកធម៌ទាំង8មានយោះអត់យោះមានលៀបអត់លៀបនិន្ទាសរសើរសុខទុក្ខវាកើតព្រមគ្នាលោកតាមនិតណាហ្នឹងហើយជួនកាលកំពុងមានយោះជួនកាលវាបាត់អាយុនឹងទៅវិញទៅយោះសាក់ហ្នឹងញោមណាក៏មើលមិនឃើញហ្នឹងអត់កំពុងមានលៀបហូរចូលមួយថ្ងៃបានហើយ$1 លានដល់វាខាតទៅវិញវាអស់ទៅវិញញ៉ាំបាត់បង់ទៅវិញទៅវាកើតដល់កំពុងនិន្ទាកំពុងសរសើរគេសរសើរល្បីល្បាញហ្នឹងបងនឹងគេគោរពគេបូជាដល់ពេលហើយគេនិន្ទាបងមានកិច្ចការគេនិន្ទាគេប្រមាថគេមើលងាយអញ្ចឹងណាមួយផ្លេតបងហើយកំពុងកើតសេចក្តីសុខកើតទុកជាមួយគ្នាហ្នឹងញាតិញោមខ្លះមកធ្វើបុណ្យជាមួយនឹងសម្ដេចព្រំរតនមនីព្រះសង្ឃគ្រប់ព្រះអង្គអាត្មាញាតិញោមឃើញអញ្ចឹងសប្បាយរីករាយបងចេញទៅពីសាលាធម្មសភាវត្តរាជបូរសម្ដេចព្រំរតនមនីជាអម្ចាស់ចេញទៅអាណាលួចស្បែកជើងបាត់ខឹងទៅមកផ្លេតអញក្តៅចិត្តហ្មងអញមកតាំងពីព្រឹកឥឡូវស្បែកជើងអញទៅទិញផងអាណាលួចបាត់មកផ្លេតអាបនទាំងបាល់បានបាត់តិចបងហ្នឹងហើយឃើញទេញាតិញោមអញ្ចឹងវាមានអត់ធ្មត់បានឯណាបងហ្នឹងហើយវិរិយៈសង្វរៈសង្រួមអន្ត្រីណាសង្រួមការព្យាយាមបើព្យាយាមអីកាមវិតកៈត្រេះរិះក្នុងកាមព្យាបាទអវិតកៈត្រេះរិះក្នុងការព្យាបាទវិហិង្សាវិតកៈព្យាយាមការបៀតបៀនអ្នកដទៃអីហ្នឹងហើយដើម្បីកុំឲ្យវាមកគ្របចិត្តយើងទៀតគ្របសង្កត់ចិត្តយើងបានទៀតបើព្យាយាមហ្នឹងហើយគ្នាអ្នកមានសិលល្អអញ្ចឹងណាបងណាអ្នកមានសិលយើងគោរពគុណធម៌គោរពសិលដែលសម្ដេចជាម្ចាស់នាំគ្នាធ្វើឲ្យញាតិញោមមានសិលទាំងអស់គ្នាហើយបើសម្ដេចជាស្រុកយើងមានសិលធម៌ការរស់នៅមានរបៀបរៀបរយល្អមិនប្រមាថមើលគ្នាយោគយល់គ្នាគោរពណាតាមធម៌អញ្ចឹងបានសុខញាតិញោមពួកបានសុខទាំងអស់គ្នានឹងជួយដល់រដ្ឋាភិបាលរបស់យើងជួយដល់សង្គមរបស់យើងបងហ្នឹងហើយបានសុខបានរីកចម្រើនធ្វើដំណើរតាមផ្លូវជិះម៉ូតូជិះឡានជិះកង់ជិះអីដើរអីគឺបានសុខហ្មងពិធីបុណ្យពិធីទានអីហ្នឹងគឺបានសុខបានចម្រើនមិនត្រឹមតែប៉ុណ្ណោះទេញាតិញោមណាអ្នកមានសង្វរៈសេចក្តីសង្រួមនេះហើយគឺនាំឲ្យបាននៅអានិសង្ឃបានប្រយោជន៍គឺអវិបដិសារៈសេចក្តីមិនក្តៅក្រហាយចិត្តគេថាមិនមានវិបដិសារីណាក៏មិនមានវិបដិសារីធ្វើអីក៏ដោយគេថាកុំឲ្យមានវិបដិសារីហ្នឹងហើយក៏ដោយអ្នកខ្លះមានវិបដិសារីហ្មងឧទាហរណ៍រឿងមួយរឿងមែនទេណាដែលជួបខ្ញុំកណាតថាភាពធ្លាប់ជួបកាលម្ដាយឪពុកនៅនោះអត់សូវបានទេអត់សូវបានមកថែម្ដាយឪពុកអីញាតិញោមតោះគ្នាតែជាមួយបងប្អូន
ឆ្លោះគ្នាដណ្ដើមដីគ្នាដណ្ដើមទ្រព្យគ្នាអាម៉ែអូនោះគ្មានបានសบายចិត្តទេអាកូនមិនទាស់គ្នារហូតនោះដល់អាម៉ែអូស្លាប់ក្រឹបអស់ទៅបានអាកូនចៅគេមកសុំទោសគ្នាថាសុំទោសឥឡូវម៉ែអូស្លាប់អស់ហើយស្ដាយក្នុងចិត្តនឹងថាកាលម៉ែអូនៅរស់មិនបានថែគាត់ដោយល្អគោរពគាត់ដោយល្អវល់ទាស់គ្នាបើហ្នឹងហើយដល់ម៉ែអូស្លាប់អស់ទៅស្ដាយក្រោយឃើញទេអញ្ចឹងកុំឲ្យស្ដាយញោមណាកុំឲ្យស្ដាយមានម៉ែអូនៅជីវិតចាស់ហ្នឹងធ្វើបុណ្យមួយគាត់ឲ្យទៅកុំឲ្យគាត់ទាស់ចិត្តពេកណាមានគ្រួសារមួយនោះម៉ែស្លាប់ហើយយកទៅពេទ្យនៅថៃនោះដឹកមកតាមរថយន្តហើយមុនលោក2អង្គឲ្យបាំងស្គលមកពុតគ្មានតែចេះស្ដាប់ធម៌ទាស់តែគ្នាក្នុងឡានទៀតម៉ែអូងំហ្នឹងទាស់គ្នាឆ្លោះគ្នាតែរឿងអាលុយម៉ែនៅឯណា2អង្គនោះយូរទៅឈប់សូត្រធម៌សូត្រដែរបើគេទៅទាស់គ្នាក្នុងឡានរហូតហ្នឹងហើយដល់មកធ្វើបន់ម៉ែហើយតាំងគេមកថ្វាយអង្គមគ្នាមុខសពនឹងសុំកម្មាទោសម៉ែអត់ទោសឲ្យកូនផងអាម៉ែស្ដាប់ឡើងលឺហ្នឹងណាអត់ទោសឲ្យកូនផងកូនខុសហើយអញ្ចឹងកុំអញ្ចឹងណាញោមណាហើយឥឡូវទេសនាឲ្យនិយាយតាស្ដាប់ដែរមានអាកូនណាមកស្ដាប់តាយាយដែរនោះអាកូននៅទាស់គ្នាដដែលមកកូននៅទាស់គ្នាដដែលហ្នឹងហើយអញ្ចឹងអ្នកមានសិលមានសង្វរៈហ្នឹងនាំឲ្យកើតអភពបដិសារៈសេចក្តីមិនក្តៅក្រហាយសេចក្តីមិនក្តៅក្រហាយនេះហើយមានប្រយោជន៍ជាអានិសង្សនាំឲ្យកើតនៅប្រមោជៈសេចក្តីរីករាយក្នុងចិត្តប្រមោជៈនាំឲ្យកើតបៃតិសេចក្តីឆ្អែតចិត្តក្នុងកុសលទានសិលភាវនាដែលយើងបានធ្វើហ្នឹងបៃតិជាប្រយោជន៍នាំឲ្យកើតនៅបស្សទ្ធិសេចក្តីស្រួលណាហ្នឹងបើសេចក្តីស្ងប់សេចក្តីស្រួលនៅក្នុងចិត្តកើតសុខៈទៅសេចក្តីស្រួលកាយស្រួលក្នុងចិត្តហ្នឹងបើឲ្យកើតនៅសមាធិបន្តគ្នាអញ្ចឹងគុណធម៌ញាតិញោមហ្នឹងគឺសេចក្តីតាំងនៅមមក្នុងកុសលធម៌កាមាវចរៈកុសលក្តីរូបាវចរៈកុសលក្តីអរូបាវចរៈកុសលក្តីកើតរហូតដល់ទីបំផុតអនុបាទានបរិនិព្វានអស់នៅសេចក្តីប្រកាន់មមណាបើដល់នៅទីរំលត់ទុកគឺអស់នៅសេចក្តីប្រកាន់មមប្រកាន់ក្នុងរូបសម្លេងក្លិនរសប្រកាន់ក្នុងការយល់ខុសប្រកាន់ក្នុងទំនៀមទម្លាប់តគ្នាអីបើមិនយល់តាមហេតុតាមផលប្រកាន់ខ្លួនឯងថាប្រសើរជាងគេរុងរឿងជាងគេអីជាដើមហ្នឹងទីបំផុតគឺអស់នៅសេចក្តីទុក្ខព្រោះការប្រកាន់មមបើសូមអនុមោទនាបុណ្យវិញពេកដឹងណាប៉ុន្តែមកទេសនាវត្តរាជបូរម្ដងឲ្យវិញបន្តិចទៅបងបើសម្ដេចទៅទេសខ្ញុំកណាសេ1ម៉ោងកន្លះឯនោះឥឡូវទៅ1ម៉ោងបន្តិចណាញោមណាបញ្ញត្តិញោមខ្លះប្រែប្រហែល10ដងហើយជើងអាត្មាមិនទាន់ប្រែម្ដងផងបែបបន់ឲ្យតែចប់ទេនឹងស្ដាប់បានទេញោមបានខ្លះទេគុណទាំង3នោះអីខ្លះមិញទី1គឺគោរពព្រោះតែអាងថាជាតិតកូលនឹងខ្ពង់ពោះណាទី2គឺដោយការគោរពនឹងអ្នកមានអាយុវែងទោះបីជាអ្នកហ្នឹងគ្មានគុណធម៌មានអីតែយើងគោរពទៅបានបនដែរបាននាំឲ្យយើងអាយុវែងដល់ទី3ហ្នឹងគឺគុណអ្នកមានសិលជាដើមដែលយើងនាំគ្នាគោរពដូចថ្ងៃនេះអញ្ចឹងណាដែលសម្ដេចព្រះព្រហ្មរតនមុនីជាអម្ចាស់ដឹកនាំព្រះមេកុនប្រសង់គ្រប់ព្រះអង្គញាតិញោមឯកឧត្តមលោកជំទាវសប្បុរសប្រុសស្រីទាំងអស់ធ្វើហ្នឹងគឺដោយនឹកឃើញទី1សម្ដេចព្រះសង្ឃរាជជោទញ្ញាណោជួនណាតណាសម្ដេចខំព្យាយាមលះបង់តកូលកសិករមកចូលបួសក្នុងពុទ្ធសាសនមណ្ឌលនេះហើយខំប្រឹងសិក្សារៀនសូត្រធម៌វិន័យទាំងផ្លូវលោកទាំងផ្លូវធម៌ចេះដឹងហើយបានបន្សល់ទុកនៅណាគម្ពីរក្បួនដីកាវចនានុក្រមខ្មែរយើងណាឲ្យយើងទាំងអស់គ្នានឹងបានគោរពជាពិសេសនឹកឃើញនៅឧបការៈគុណរបស់បព្វបរោះក្រុមជំនុំបត្រៃបៃដកខ្មែរយើងដែលមានគុណូបការៈមិនអាចកាត់ថ្លៃបានអញ្ចឹងសម្ដេច
nom nó đặt nom nhiệt nhôm tầng nặng đặt nom vơ nít cứ chưa cùng ru là sẽ đây là mua tha xả lanh của rục trô truông nó ôi cách để vua kê mua sầm đạch nắng canh tay và sao mà nhé nâng ơi này xong nè miền sal nô say là sam pan nào nữa apamate thị các khăn thang mà hân tăng không kẹt khăn thang thị chạy chặt tay nô nè miền sal năng bò để bô đôi sal hai năng rồi mình bò để bô đôi không kẹt đòi chán rút sẽ đấy mình của mà sẽ đào năng hai nữa mùi tiết nữa say là sam pan nó con là gian nó cắt từ sát tố ập hốc chạy chặt tay bọc con nè miền sal năng rồi mình miền cắt từ vua về rùa là sọc sai sọc từ xa là từ chạc cho nè miền sal là nó cứ biết biệt tông phải chạc cho vừa mình phải đòi cho lên đấy nhìn nhôm đang này chẳng tây tổ tiên ở lâu ấy chọc mà chọc á tại này trên chia tổ tiên nhìn nhôm sẽ đạp bà này chào tôi vừa chẳng xong cả mà tô nhớ phải chọc và năng để cho vừa này chọc và năng để cho nghe bàn mà tây vật này cho bố nó bàn mà đòn rồi phần trầu tàu vinh hòn nhìn nhôm trầu tàu nung vinh vinh vì mà sao mình chi mà chung chanh vì mình một mò luôn mò cắt cái chanh mò từng trai mà xong nó pre về hìa mong chết mà tận đọc đại prom rót tận nặng mà ní vì dùng mấy bài hay còn mong là bạn đang đấy lúc này mòn chanh vì đọc trai thua mò còn lâm lăng chanh vì pre về hìa mà ní nghe ní vô lực nung vinh vinh vào là ngày để trên này xong khả mà tô xong đại cha mà cha hai cô mầm non cứ chọn nữa chọn ở vậy để sắc xa riêng che đăng tay tôi nắng sọc sai hồi nhiệt nhôm tầng cả nam mà cha cướp vào nắng bàn là nữa bàn là không phê chỉ sạc mà nặng sạc dẹp bật cái đấy tâu của họ vinh cái đây chưa mình nuôi là đôi này tôi một cung trong và nạt mà thêm bàn là ratani nô bật thôi tây nam một sầm đai miền của man của này qua chẩn lo kho cuồng nó đòi bậc ca nam muối xôm sầm đaiพระมหาสังฆราชสมเด็จพระสังฆลำยุสมเด็จพระพรหมรัตนมุนีเป็นสามเจ้าอมจ้าพระเมกลปกะนามจ้ากรุปองเนียโยมไอตามโลกเตียวสับรอพระสไรต่างไตรตัวโยกนะโนบนกับซาลได้คำบานแบบเป็นนี่นั่งดอยการสดับโนประโทษเตสนาโสมเลิกลังโนกองการมหากับซาลได้การปีธรรมเตียนนั่งอเมริเตียนต่างนี่อดตื้อทวายประเกณฑ์นะจมพวกพระวิญญาณขันอตัยตะสมดัยประสังกรุบประองนะเมียนเปรียบเยียนคันสมดัยประสังกเรียโจตเยียนนาวจวนนาสมดัยประสังกเรียนักตีมวยในปริเจนจักกัมพูชีนั่งสมดัยประสังกรุบประองนั่งอตัยตะเปรียบเยียนคันพระมหากษัตริย์ตรยานีเรจวงศาณวงกรุบประองเมียนเปรียบเยียนคันประกาศนาประบาทสมดัยพระนโรดมเสนุพระบรมรัตนเก้าเจียดามนังพระวิญญาณคันสมดัยพระแกมหาสังฆราชเจียทุบได้กัตเตอเตสะมันดัดเตบวงนะได้สมดัยเจียมาจ้าเติบหนึ่งซอยปฏิบังกตกันลองเต้าระยะกาลเชียงหมวยชนำพระวิญญาณคันสมดัยอตัยตะสมดัยประทับหรือคัดหล่อลายนังอตัยตะพระวิญญาณคันสมดัยพระมงคลเตปียจาอมสมสมดัยพระดอมมุนีนะให้เลี้ยงเฮาได้เปรียบดอมนี้ยืงญาติหนึ่งสมได้ประสังกรุบประองหนึ่งปปการัยจะโดนตามากองต่างนั่งไตตะพระเจ้าติกาวัดเรียจโบนี่ขนมไทยซีมเรียบต่างมูลนะส้มไตรอนุโมทเนียนบนบานตะตัวหายส้มสมได้จะมาจ้าสดัดเยียงหนึ่งมนนึ่งหนึ่งเชิญตัวกันบรมศกเมียนทานสัวเตวโลกนึ่งมนุษย์จันทร์พวกเจียดาวบานศกบานจำรานหายส้มใบเพะเงียกลอยนะปฏิยนโนโปสอบซาตุกาทวายจุดพวกพระมหากษัตริย์สมเด็จพระมหากษัตริย์ตรยานีคือสมเด็จพระมหากษัตริย์ไตรหนึ่งสมเด็จพระมหาสังฆราชนนไงสมเด็จพระสังฆยุสมเด็จพระสังฆรุปพระองค์สมเด็จพระพรหมรัตนมุนีสมเด็จโลกจุเตียวธนดักนอมปริศเพียรัตเพียเรียจรัตทาวิบาลไอดำโลกจุเตียวซับปะรอพระสไรต่างด้านบานโมกุมปิงบนกับซาลเนี่ยอากาศนิติจิตติง่ายสมบานสมประกอบโดยสไรสัวสไดเจมังกรบลสกรุปกาเมียนสกเพียบละอบริโภคประจนหนึ่งจนเมียยุ
ยืนอยู่เชียงรวยประวัติศาสตร์หนึ่งเชียงรวยชนำคืออายุวันนักสกทักก็และนังสบัดละออตั้งใบประกามนุษย์ติปดาเปรียหนึ่งเปลี่ยนเปรียกะรณามาจาเย็ดโยมปัตนาโนสมบัตินาโปนาสมบัติสมรายโดยเสกได้ปรารถนาอะยังสังเพเป็นสัมปตาปโทษเตสนาได้ขยมกนาตมาเพบบานรัตเนียมกสมได้ทลายขนองเวโรการนิสมกัวตามการเวลียตบนายไอเอวัง